អូខេសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើវីដេអូមួយតាក់ទងទៅនឹង effect ដែលរត់នៅខាងក្រោយ object ដូចតែក្នុងវីដេអូអ្នកទាំងអស់គ្នាបានឃើញហ្នឹងអានេះគេហៅថា effect saber នៅក្នុងកម្មវិធី Adobe After Effects អញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកម្មវិធីទាំងអស់គ្នាដំបូងយើងមាន background ជារូបមួយឬក៏ជាវីដេអូអីចឹងទៅបន្ទាប់មកខ្ញុំបង្កើតជា solid មួយហើយយើងដាក់ពណ៌អីក៏បានដែរ solid ហ្នឹងអញ្ចឹងដើម្បីងាយស្រួលខ្ញុំបិទផ្នែក solid ហ្នឹងហើយខ្ញុំសេរី timeline របស់យើងបន្តិចខ្ញុំស៊ូមវាឲ្យចិត្តដើម្បីយើងយក pen tool យកមកគូរតាម object ដែលយើងចង់ឲ្យវា line វារត់ពត់ជុំវិញអញ្ចឹងណាអញ្ចឹងអានេះយើងអត់មានធ្វើអីទេយើងគ្រាន់តែគូរជុំវិញ object ណាដែលយើងចង់ដាក់ effect ហ្នឹងពត់ជុំវិញវាអញ្ចឹងណាអញ្ចឹងយើងគ្រាន់តែគូរវាតាមរៀងហ្នឹងមករហូតដល់តាជុំវិញ object របស់យើងហ្នឹងទៅអូខេអញ្ចឹងបន្ទាប់ពីយើងpan យើងគូរព័ទ្ធជុំវិញហើយយើងបើកផ្នែក object យើងបើកផ្នែក solid យើងមកគឺយើងបង្កើតបាន mask មួយហើយអញ្ចឹងដើម្បីដាក់ effect លើ mask ហ្នឹងយើងដំបូងយើងចូលនៅលើ layer ហ្នឹងហើយយើងចូលទៅក្នុង effect ឬក៏យើងចូលក្នុង effect preset ទៅយើងរកមើលពាក្យ saber ហើយយើង select saber នឹងមួយមកយើងចូលមក custom core យើងយក layer mask ហើយយើងចូល render setting យើងចូល compose setting យក transparent បន្តមកទៀតយើងចូលទៅក្នុងកន្លែង mask យើងយក abstract ដើម្បីឲ្យវាចូលទៅខាងក្រោយរូបរបស់យើងវារត់ពត់ជុំវិញបើសិនជាយើងយក add គឺវានឹងនៅពីលើរូបរបស់យើងហើយយើងធ្វើការរើសពណ៌ទៅយើងចង់បានពណ៌ឲ្យយើងអាចប្រើ pick color ក៏បានឬក៏យើង select color ខ្លួនឯងទៅអញ្ចឹងនៅក្នុង effect saber ហ្នឹងវាមានច្រើនប្រភេទទៀតវាមានប្រភេទភ្លើងប្រភេទ neo ប្រភេទអីច្រើនអញ្ចឹងណាអញ្ចឹងយើងរើសមើលប្រភេទណាដែលយើងគិតថាយើងចង់បានមកឥឡូវឧទាហរណ៍ថាstyle យើងរើសមើលទៅមួយអញ្ចឹងណាឥឡូវខ្ញុំសាកយក neo ហើយយើងដើម្បីធ្វើចលនាវាគឺយើងឈរកន្លែង start size យើងទាញអស់មកហើយកន្លែងmake evolution ហ្នឹងគឺកន្លែងដាក់ loop វាឲ្យវាវិលspeed វាដូចថាក្នុងមួយ timeline អញ្ចឹងវាវិលមិនជុំអញ្ចឹងណាអញ្ចឹងយើងដាក់លេខ4មានថាមកkey point key frame របស់យើងហ្នឹងគឺវារត់4ជុំអញ្ចឹងបើយើងចង់ឲ្យវារត់ញាប់យើងកាត់ key frame នឹងឲ្យគៀកមកហើយវាយលេខនឹងឲ្យធំទៅវារត់ញាប់ហើយតែបើចង់ឲ្យវាវិលយើងទាញ key frame យើងរៀងឆ្ងាយបន្តិចទៅហើយយើងដាក់លេខហ្នឹងរៀងទូចទៅអញ្ចឹងវាវិលរៀងយឺតជាងមុនអាហ្នឹងគឺកន្លែងស្រែចលនារបស់ saber ហ្នឹងណាអញ្ចឹងគឺវារូបរាងបែបហ្នឹងហើយបើយើងចង់ឲ្យវាឃើញរៀងដាច់ជាងហ្នឹងទៀតយើងតម្លាក់កន្លែងstart size ហ្នឹងតម្លាក់ឲ្យអស់មកគឺវានឹងឃើញដាច់ខ្លាំងហើយតែបើយើងអត់ចង់ឲ្យវាដាច់ខ្លាំងពេកយើងតម្លើងភាគរយឡើងនឹងបន្តិចវិញអញ្ចឹងទៅអញ្ចឹងចលនាគឺមានប៉ុណ្្នឹងឯងចុងក្រោយអរគុណអ្នកនរគ្នាសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយកុំភ្លេចចុច subscribe ហើយនិង follow ខ្ញុំម្នាក់មួយផងអរគុណជួបគ្នានៅវីដេអូក្រោយទៀត